បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមបានទស្សនានៅក្នុងបណ្ដាញសង្គម YouTube របស់ជាទីគោរពដោយសពម្ដងដែរថ្ងៃនេះខ្ញុំបាននឹងលើកយកនៅព័ត៌មានមួយទៀតទាក់ទងទៅនឹងព្រំដែនប្រទេសកម្ពុជារបស់យើងបាទរវាងថៃហើយនិងខ្មែរបាទដូចដែលលោកនឹងបានដឹងឬមកហើយថារាល់ថ្ងៃនេះគឺយើងមានបញ្ហាចំនួនព្រំដែនរវាងថៃនិងកម្ពុជាយើងបាទហើយឥឡូវនេះចាប់តាំងពីថ្ងៃទី23ខែមិថុនាយើងតទៅនឹងគឺភាគីថៃគឺបានសម្រេចបិទព្រំដែនរវាងថៃនិងខ្មែរយើងនឹងបានជាឯកតោភាគីហើយបាទដោយនៅក្នុងនោះដែរគឺលើកយកនៅហេតុផលថាការពិសន្តិសុខជាតិនិងចោទថាកម្ពុជាយើងជាមជ្ឈមណ្ឌលឆបោកអនឡាញទៀតបាទហើយបើតាមសេចក្តីរាយការណ៍របស់ខាងកងទ័ពថៃវិញគឺបាននិយាយថាចាប់ថ្ងៃជំនុំនឹងតទៅគឺទាហានថៃនឹងយាមយ៉ាងតឹងរ៉ឹងហាមឃាត់មិនឲ្យមានការឆ្លងដែនចេញចូលទេបាទដោយក្នុងដែរគឺលើកលែងតែការធ្វើដំណើរសិស្សសាលានិងសកម្មភាពមនុស្សធម៌មួយចំនួននោះបានអនុញ្ញាតឲ្យឆ្លងចូលទៅក្នុងទឹកដីបាទទៅក្នុងប្រទេសថៃហ្នឹងបាទហើយបើក្រៅពីហ្នឹងគឺអត់ទេគេមិនឲ្យឆ្លងចូលទេគេលើកលែងតែសិស្សសាលាហើយនិងសកម្មភាពមនុស្សធម៌មួយចំនួនទេបាទដែលអាចទៅប្រទេសថៃនឹងបានបាទនៅក្នុងដែរគឺខេត្តចំនួន7ដែលជាប់នៅនឹងព្រំដែនប្រទេសកម្ពុជាយើងគឺត្រូវបានបិទឯកតោភាគីតែម្ដងបាទគឺចាប់ថ្ងៃទី23បាទចាប់ថ្ងៃច័ន្ទទៅបាទថ្ងៃច័ន្ទជាមុនហ្នឹងគេចាប់ដើមបិទតែម្ដងបាទថ្ងៃទី23តទៅបាទហើយតកតងទៅនឹងការបិទនឹងដែរគឺខាងទាហានខាងថៃហ្នឹងគឺកងទ័ពភូមិភាគ1និងកងទ័ពភូមិភាគ2គឺជាអ្នកទទួលបន្ទុកទៅលើការប្រតិបត្តិការហ្នឹងបាទអញ្ចឹងគឺមាន2បាទគឺមានកងទ័ពភូមិភាគ1ហើយនិងកងទ័ពភូមិភាគ2របស់ថៃហ្នឹងគឺជាអ្នកទទួលបន្ទុកយាមកាមនៅក្នុងការហាមឃាត់មិនឲ្យមានការចេញចូលអីហ្នឹងបាទតែគឺលើកលែងតែសិស្សសាលាហើយនឹងសប្បុរសធម៌មួយចំនួនបាទអាចអនុញ្ញាតឲ្យទៅហើយបើតកតងទៅនឹងការនាំចេញនាំចូលបន្លែផ្លែឈើអីផ្សេងៗគឺត្រូវហាមឃាត់ទាំងអស់រួមទាំងទេសចរទៀតបាទមិនឲ្យចេញចូលទេបាទហើយខាងកងទ័ពថៃហ្នឹងគេចាត់ទុកថាការបិទច្រកព្រំដែនរវាងកម្ពុជានិងថៃហ្នឹងគឺដោយសារតែមានការគម្រាមកំហែងតកតងទៅនឹងកម្ពុជាយើងគឺឈ្លានពានទឹកដីបាទហើយមួយទៀតនោះគឺការពារសន្តិសុខជាតិដែលគេចាត់ទុកថាកម្ពុជាយើងគឺជាមជ្ឈមណ្ឌលចំនួនឆបោកតាមអនឡាញបាទនៅក្នុងប្រទេសកម្ពុជាយើងនឹងមកគេបិទច្រកព្រំដែននឹងបាទគេយកលេសនឹងបាទនៅក្នុងនឹងដែរនាយករដ្ឋមន្ត្រីថៃគឺលោកស្រីផែថងថាលស៊ីនវ៉ាត់បានអះអាងនៅថ្ងៃទី23ខែមិថុនាថាថៃកំពុងតែពិចារណាដើមមួយជំហានទៀតគឺការបិទគប់ការនាំចេញទំនិញដែលសម្រួលដល់ប្រតិបត្តិការអនឡាញឆបោកនៅកម្ពុជានិងការគៀងគរបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាននិងភ្នាក់ងារអន្តរជាតិដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីផងដែរបាទនេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីថៃបាទអញ្ចឹងលោកស្រីផែថងថានស៊ីនវ៉ាត់ហ្នឹងគឺគាត់កំពុងតែពិចារណានៅក្នុងការដាក់ជំហានមួយទៀតបាទគឺតើតើការបិទគប់ការនាំចេញទំនិញផ្សេងហ្នឹងបាទនៅកម្ពុជាយើងហ្នឹងស្ថានកម្មជាយើងនឹងគឺគាត់ចាត់ទុកថាគឺជាកន្លែងប្រតិបត្តិការអនឡាញឆបោកបាទនៅកម្ពុជាយើងមិនត្រឹមតែប៉ុណ្ណោះគេនឹងគៀងគរតកតងទៅនឹងប្រទេសផ្សេងទៀតបាទនៅក្នុងតំបន់អាស៊ីនឹងរួមទាំងភ្នាក់ងារអន្តរជាតិទៀតបាទដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលមានមូលដ្ឋាននៅក្នុងអាស៊ីផងដែរបាទបើតាមមន្ទីរព័ត៌មានយើងតាមបណ្ដាខេត្តដែលជាប់ព្រំដែនហ្នឹងគឺបានរាយការណ៍មកថាការនាំចេញនាំចូលបាទនៅក្នុងប្រទេសថៃហ្នឹងត្រូវបានអនុទាំងស្រុងហើយនៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025យើងនឹងតទៅបាទអញ្ចឹងគឺហើយនេះបើតាមរាយការណ៍បាទតាមការរាយការណ៍ពីមន្ទីរព័ត៌មានបាទតាមខេត្តដែលជាប់ព្រំដែនហ្នឹងបានន័យថាគឺការនាំចេញនាំចូលលទ្ធផលផ្សេងៗនៅថៃហ្នឹងពីថៃចូលមកកម្ពុជាចូលទៅថៃនឹងគឺត្រូវបានផ្អាកទាំងស្រុងហើយនៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025ហ្នឹងបាទហើយនៅក្នុងនោះដែរច្រកទ្វារអន្តរជាតិចាំយាមបាទក្នុងខេត្តកោះកុងហ្នឹងក៏ត្រូវបានបិទទាំងស្រុងដូចគ្នាដែរមិនត្រឹមតែប៉ុណ្ណោះទេពលករដែលមកធ្វើការនៅក្នុងខេត្តត្រាច់នៅប្រទេសថៃហ្នឹងអាចនៅបន្តចិញ្ចោលកម្ពុជាជាបន្តបន្ទាប់អញ្ចឹងបានន័យថាពលករដែលធ្វើការនៅក្នុងប្រទេសថៃហ្នឹងគឺគាត់អាចចេញ
ចូលប្រទេសកម្ពុជាយើងបាទពលករខ្មែរយើងអាចចូលមកប្រទេសកម្ពុជាយើងបានបាទហើយនៅអាចច្រកទ្វារព្រំដែនអន្តរជាតិបាទនៅខាងខេត្ត Island ភាគីថៃនិងកម្ពុជាក៏បានអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនត្រឡប់ចូលទៅក្នុងប្រទេសរៀងៗខ្លួនវិញបាទដូចដែលលោកនាងបានដឹងរួចមកហើយថាមុននឹងមានការបិទច្រកព្រំដែនហ្នឹងគឺខាងភាគីថៃក៏បានគម្រាមដល់កម្ពុជាយើងជាច្រើនលើកច្រើនសារមកហើយតាក់ទងទៅនឹងការផ្ដាច់ចរន្តអគ្គិសនីចរន្តខាងអ៊ីនធឺណិតអីបាទគឺខាងថៃគេបានគម្រាមមកយើងច្រើនដងហើយមិនត្រឹមតែប៉ុណ្ណោះទេបាទតាក់ទងទៅម៉ោងចេញចូលគេបានកម្រិតទៀតបាទនៅខាងថៃគេកម្រិតនឹងម៉ោងចេញចូលទៀតហើយដូចតែលោកនាងបានដឹងរួចហើយថារយៈពេលប្រហែលថ្ងៃហ្នឹងគេក៏គម្រាមដែរគេថាគេនឹងបិទមិនឲ្យមានការផ្គត់ផ្គង់ព្រីអ៊ីនធឺណិតមកលើកម្ពុជាជាងទេបាទព្រីអ៊ីនធឺណិតហ្នឹងជារាល់ថ្ងៃនេះថៃឲ្យផ្គត់ផ្គង់តាក់ទងទៅនឹង PTT បាទ PTT ហ្នឹងគឺជាក្រុមហ៊ុនរបស់ថៃបាទហើយមិនត្រឹមតែប៉ុណ្ណោះទេបាទមិនត្រឹមតែគម្រាមដាច់ផ្គត់ផ្គង់ចរន្តអគ្គិសនីតាក់ទងទៅអ៊ីនធឺណិតតាក់ទងអ៊ីនធឺណិតទេហើយនៅពេលថ្មីនេះក្រសួងការបរទេសថៃហ្នឹងក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ថៃហ្នឹងបាទដែលប្រចាំនៅប្រទេសកម្ពុជាយើងហ្នឹងឲ្យត្រឡប់ទៅប្រទេសថៃជាបណ្ដោះអាសន្នវិញបាទបណ្ដោះអាសន្នសិនមុននឹងកម្ពុជាយើងនិងថៃគឺមានការចរចាគ្នាអញ្ចឹងគេហៅឯកអគ្គរដ្ឋទូតរបស់គេដែលប្រចាំការនៅប្រទេសកម្ពុជាយើងហ្នឹងគឺឲ្យត្រឡប់ប្រទេសថៃសិនបាទពេលរសៀលនេះបាទពេលរសៀលថ្ងៃទី24ហ្នឹងគឺកម្ពុជាយើងគឺបានផ្អាកការនាំចេញនាំចូលបន្លែផ្លែឈើហើយប្រេនធនៈអីផ្សេងនឹងឧស្ម័នបាទពីប្រទេសថៃទាំងស្រុងហើយបាទខណៈដែលពេលនេះកម្ពុជានិងថៃយើងគឺកំពុងតែមានវិវាទបាទចំនួនព្រំដែនហ្នឹងហើយនឹងកំពុងតែមានភាពតានតឹងឡើងបាទហើយរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃរបស់យើងគឺតាមរយៈក្រសួងការបរទេសក៏បានព្រមានទៅដល់ពលរដ្ឋរៀងខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរហ្នឹងបាទបើគ្មានការចាំបាច់ទេគឺមិនអនុញ្ញាតឲ្យធ្វើដំណើរទេបាទរវាងថៃនិងកម្ពុជាយើងមិនឲ្យពលរដ្ឋខ្មែរយើងចេញទៅថៃហើយថៃក៏គេមិនឲ្យពលរដ្ឋរបស់គេចូលមកទីកម្ពុជាដែរព្រោះថាឥឡូវនេះគឺយើងកំពុងតែមានភាពតានតឹងទាក់ទងទៅនឹងបញ្ហាព្រំដែនហ្នឹងបាទឲ្យពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត